ថ្ងៃនេះគឺខ្ញុំបានទៅធ្វើការថែម៉ោងនៅកន្លែងស្ថានីយ៍ប្រមូលកំប៉ុងតែស្អែកឡើងហ្នឹងខ្ញុំត្រូវទៅប្រឡងរូបអញ្ចឹងទៅក៏ខ្ញុំយកមេរៀនទៅធ្វើនៅកន្លែងធ្វើការហ្មងទៅដោយសារកន្លែងហ្នឹងគឺមានម៉ោងខ្លះតនេអញ្ចឹងទៅក៏យើងអាចឆ្លៀតពេលមើលមេរៀនឬក៏ធ្វើលំហាត់អញ្ចឹងណាកាលពីម្សិលមិញហ្នឹងគឺមេក្រុមខ្ញុំហ្នឹងបានសួរថាតើខ្ញុំហ្នឹងចង់ធ្វើការថែម៉ោងអត់ព្រោះដោយសារតែនៅកន្លែងស្ថានីយ៍ប្រមូលកំប៉ុងហ្នឹងគេខ្វះបុគ្គលិកអញ្ចឹងជាការពិតទៅគឺខ្ញុំអត់ត្នេទេព្រោះដោយសារតែខាងស្អែកទៅគឺខ្ញុំត្រូវទៅប្រឡងរូបវិទ្យាប៉ុន្តែដោយសារតែកន្លែងធ្វើការនៅស្ថានីយ៍ប្រមូលកំប៉ុងហ្នឹងគឺអត់សូវរវល់ទេអញ្ចឹងទៅគឺខ្ញុំមានពេលអាចធ្វើលំហាត់បានអញ្ចឹងដល់ពេលអញ្ចឹងទៅក៏ខ្ញុំប្រាប់គាត់ថាខ្ញុំអាចធ្វើបានធ្វើការនៅហ្នឹងគឺស្រួលទេទី1គឺយើងបានលុយទី2ដោយសារតែយើងមានពេលអាចធ្វើលំហាត់ធ្វើមេរៀនបានអញ្ចឹងមេរៀនរូបវិទ្យាហ្នឹងគឺខ្ញុំអត់រំពឹងថាខ្ញុំនឹងបានលទ្ធផលល្អទេព្រោះដោយសារតែពេលប្រឡងហ្នឹងគឺពេលវេលាតិចហើយខ្ញុំធ្វើហ្នឹងគឺប្រកបប្រខោយមែនតើពេលប្រឡងរូបវិទ្យាហ្នឹងគឺ stress មែនតើដោយសារតែគ្រូប្រាប់ថាយើងមិនអាចយក note ចូលក្នុងការប្រឡងបានទេប៉ុន្តែពេលប្រឡងហ្នឹងគឺគ្រូគាត់ចែកกระดาษរូបមន្តឲ្យយើងអញ្ចឹងជាធម្មតានៅពេលដែលម៉ោងរូបវិទ្យាហ្នឹងខ្ញុំចែងតែកត់រូបមន្តឬក៏កត់note សំខាន់អីនៅក្នុងសភៅខ្ញុំអញ្ចឹងប៉ុន្តែពេលប្រឡងគឺមិនអាចយកអាហ្នឹងចូលបានទេចំពោះกระดาษរូបមន្តដែលគ្រូចែកឲ្យនៅពេលប្រឡងហ្នឹងគឺខ្ញុំអត់ស៊ាំនឹងការប្រើវាទេហើយទី2ហ្នឹងគឺសរសេរក្បោះក្បាយដូចខ្ញុំសរសេរក្នុងกระดาษភៅខ្ញុំអញ្ចឹងហើយនៅពេលដែលប្រឡងហ្នឹងគឺអូយពិបាកមែនតើរហៅរូបមន្តរូបមន្តនេះរណាណីអញ្ចឹងណាហៅឡើងវែងវ័ននៅពេលប្រឡងនៅចុងម៉ោងចុងក្រោយហ្នឹងគ្រូប្រាប់ថាឥឡូវប្រឡងហ្នឹងគឺបានបញ្ចប់ហើយដល់ពេលអញ្ចឹងគាត់ចាប់ផ្ដើមប្រមូលกระดาษរួចទៅលេងសាប់តែខ្ញុំមើលกระดาษប្រឡងខ្ញុំទៅក៏ខ្វះមួយសំណួរអញ្ចឹងទៅក៏ខ្ញុំប្រាប់ខ្លួនឯងថាព្យាយាមធ្វើមួយនឹងទៀតឲ្យរួចហ្មងពេលហ្នឹងគឺគួរឲ្យសំណោចមែនតើពេលហ្នឹងគឺដៃខ្ញុំឡើងញ័រហ្មងសរសេរបដាញ័របដារួចទៅដោយសារតែពេលវេលាហ្នឹងគឺអត់គ្រប់គ្រាន់ទេតែខ្ញុំព្យាយាមទុកអារម្មណ៍ថាត្រូវសរសេរលឿនអញ្ចឹងពេលហ្នឹងគឺខ្ញុំបានធ្វើលំហាត់ហ្នឹងចប់អញ្ចឹងប៉ុន្តែខ្ញុំអត់ដឹងថាខ្ញុំធ្វើត្រូវធ្វើខុសទេព្រោះដោយសារខ្ញុំអត់មានពេលវេលាផ្ទៀងវាទេនៅក្នុងការប្រឡងហ្នឹងគឺមានលំហាត់ទាំងអស់ហ្នឹង20សំណួរហើយទៅ15សំណួរហ្នឹងគឺជាលំហាត់ដែលខ្ញុំអត់ដឹងថាត្រូវធ្វើម៉េចទេអត់ច្បាស់ថាខ្ញុំសរសេរត្រូវសេខុសអញ្ចឹងពេលប្រឡងរួចទៅគឺខ្ញុំគិតថាខ្ញុំប្រហែលជាបាននិទេស C ទេមិនអាចលោតដល់ B ឬក៏ A បានទេព្រោះដោយសារតែខ្ញុំអត់មានពេលវេលាគ្រប់គ្រាន់ក្នុងការមើលលំហាត់ដែលខ្ញុំបានធ្វើឡើងវិញអញ្ចឹងណាមួយទៀតហ្នឹងគឺលំហាត់ខ្លះហ្នឹងគឺខ្ញុំអត់ច្បាស់ថាខ្ញុំហ្នឹងសរសេរត្រូវរូបមន្តឬក៏ខុសអញ្ចឹងនៅក្នុងថ្នាក់ខ្ញុំហ្នឹងសិស្សទាំងអស់ហ្នឹងគេរំពឹងទុកថាគេនឹងបានបន្ទូលល្អឬក៏បានជាប់ច្រើនភាគរយអញ្ចឹងដល់ពេលមួយអាទិត្យក្រោយមកចេញលទ្ធផលហ្នឹងម្នាក់ហ្នឹងបាសសក់គ្រប់គ្នានៅក្នុងថ្នាក់ខ្ញុំមានសិស្សទាំងអស់21នាក់ហើយ14នាក់ហ្នឹងគឺត្រូវបានធ្លាក់មានតែ7នាក់ដែលជាប់អញ្ចឹងអ្នកដែលអង្គុយតុជាមួយខ្ញុំហ្នឹងគឺមានទាំងអស់6នាក់ជាប់5នាក់ពេលគ្រូប្រកាសនិទេសខ្ញុំហ្នឹងគឺខ្ញុំមានការភ្ញាក់ផ្អើលមែនតើព្រោះដោយសារតែវាហ្នឹងលើសពីអ្វីដែលខ្ញុំរំពឹងទុកសូម្បីតែមួយជនជាតិថៃហ្នឹងក៏កៀងអត់មានអីនិយាយដែរ